ចិញ្ចឹមជ្រូកលក្ខណៈគ្រួសារអត់ចំណេញទេកុំចិញ្ចឹមកុំតន់អាលទៅណាស្ដាប់ខ្ញុំនិយាយចប់សិនបងប្អូនការចិញ្ចឹមជ្រូកលក្ខណៈគ្រួសារអ្នកខ្លះគេថាចិញ្ចឹមទៅគឺអត់ចំណេញទេដោយសារតែយើងចិញ្ចឹមតិចពេកអ្នកខ្លះគេថាចិញ្ចឹមទៅឈឺច្រើនពេកអញ្ចឹងទៅធ្វើឲ្យខាតបងច្រើននៅពេលដែលយើងអត់ចេះនៅបច្ចេកទេសអីអញ្ចឹងណាអញ្ចឹងមកស្ដាប់វីដេអូនេះចប់បងប្អូននឹងដឹងអញ្ចឹងការចិញ្ចឹមជ្រូកលក្ខណៈគ្រួសារដែលបងប្អូនខាតទាំងពេលវេលាខាតទាំងការចំណាយលើដើមទុនចំណីនិងជ្រូកធំមិនលឿនដែលជាកត្តាធ្វើឲ្យជ្រូកនឹងឈឺអត់ដឹងហើយព្យាបាលអត់ទាន់ធ្វើឲ្យងាប់ខាតបងទៅទេក៏ព្រោះតែពេលខ្លះបងប្អូនដែលចង់បានផលលឿនពេកពេលខ្លះបងប្អូនអត់បានគិតទៅស្វែងរកនៅចំណុចដើមដែលថាតើយើងត្រូវធ្វើយ៉ាងណាដើម្បីកាត់បន្ថយការចំណាយដើមទុនធ្វើយ៉ាងណាឲ្យសុខភាពជ្រូករបស់យើងបានល្អហើយលូតលាស់បានលឿនផ្ទុយមកវិញនៅពេលដែលដាក់ជ្រូកហើយគឺនាំគ្នាឲ្យតែចំណីហើយអត់សូវធ្វើការបោសសម្អាតនិងផលិតមើលសកម្មភាពប្រចាំថ្ងៃរបស់វាគ្រាន់តែឃើញគេចិញ្ចឹមបានធំលឿនដាក់ចំណីឲ្យបាយស្រាផងដាក់កន្ទក់ផងចំណីសម្រាប់ផងឃើញថាគេចិញ្ចឹមទៅធំលឿនដាក់តាមគេតែម្ដងដោយមិនបានគិតថាជ្រូកដែលយកមកដាក់ហ្នឹងតើអាយុប្រហែលដែលអាចឲ្យស៊ីកន្ទក់បានហើយអាចឲ្យនៅបាយស្រាបានអញ្ចឹងទៅក៏ចេះតែដាក់លោមើលសាកមើលកែលើធំលឿនដូចគេអញ្ចឹងណាចំណុចយ៉ាងនេះហើយដែលជាមូលហេតុដែលធ្វើឲ្យជ្រូកដែលយើងចិញ្ចឹមទៅគឺបានផលយឺតការចំណាយដើមទុនក្នុងការចិញ្ចឹមក៏វាខ្ពស់តាមនឹងដែរអញ្ចឹងជាក់ស្ដែងយើងមកមើលជ្រូករបស់ខ្ញុំម្ដងបាទអានេះគឺមេធំនេះគឺដាក់មុនគេអានឹងយើងបាន2ខែហើយបងប្អូនណា2ខែគឺវាធំបានប៉ុណ្ណឹងដែលដំបូងឡើយគឺយើងឲ្យវាស៊ីចំណីសម្រាប់បាទចំណីសម្រាប់ហ្នឹងគឺយើងឲ្យវាស៊ីចំណីទឹកដោះបងប្អូនបាទអានឹងឲ្យស៊ីចំណីសម្រាប់អស់មកបេអញ្ចឹងសួរថាតើទម្ងន់ប្រមាណទើបយើងបដូរនៅចំណីសម្រាប់ឬក៏ចំណីទឹកដោះហ្នឹងជាក់ស្ដែងនៅពេលដែលជ្រូករបស់យើងស៊ីចំណីទឹកដោះអស់មកបេយើងឃើញទម្ងន់វាឡើងចាប់ពី20គីឡូទៅ25គីឡូយើងអាចលាយជាមួយមេចំណីដើម្បីផ្សំជាមួយនឹងវត្ថុធាតុដើមផ្សេងឲ្យវាស៊ីបានសម្រាប់ជ្រូកខ្ញុំ2ទ្រុងនេះវាឡើយតូចវាអត់ទាន់ដល់អាយុដែលយើងធ្វើការលាយឲ្យជាមួយនឹងចំណីសម្រាប់ដែលជាប្រភេទមេចំណីសាច់ទេចំណែកធំនេះខ្ញុំលាយជាមួយនឹងចំណីសាច់ហើយបាទដែលរូបមន្តដែលធ្វើការលាយនេះអត់មានច្រើនទេបងប្អូនរបស់ខ្ញុំណាដែលមានដូចជាទី1គឺមេចំណីសម្រាប់ទី2ហ្នឹងកន្ទក់និងទី3គឺបន្ថែមជាមួយនឹងបាយស្រាតិចតួចតែប៉ុណ្្នឹងឯងបងប្អូនអញ្ចឹងជ្រូកនេះបើយើងគិតចាប់ពីថ្ងៃដែលយើងចាប់ចេញពីមេវាមកយកមកដាក់នេះគឺអាយុវាបានជិត2ខែបងប្អូនសល់តែប្រហែលថ្ងៃទៀតទេសល់4ទៅ5ថ្ងៃទៀតគឺបាន2ខែហើយចឹងបងប្អូនគាត់ទៅឆ្ងល់ហើយតែចុះ2ក្បាលមុនដែលចិញ្ចឹមឲ្យស្មៅអ៊ីស្រាអែលផងដំឡូងមីស្ងួតផងអាហ្នឹងនៅណាអាហ្នឹងទ្រុងផ្សេងទៀតបងប្អូនអានេះគឺទ្រុងផ្សេងដោយសារតែយើងចិញ្ចឹមបែបនេះគឺដើម្បីចង់ដឹងថាតើសន្ទុះនៃការលូតលាស់របស់វាខុសប្លែកពីគ្នាបានកម្រិតណាដូចដែលបានឃើញនៅក្នុងវីដេអូអញ្ចឹងគឺមេធំនេះគឺពោះវាធំខ្លាំងមែនទែនសម្រាប់តូចយើងឲ្យស៊ីចំណីសម្រាប់ចំណីទឹកដោះបាទឥឡូវខ្ញុំធ្វើការបន្ថែមតូច2ក្បាលទៀតបាទដែល2ក្បាលនេះទើបតែដាក់បាន2ទៅ3ថ្ងៃហើយព្រោះខ្ញុំអត់បានថតឲ្យបងប្អូនមើលអញ្ចឹងណាទូច2នេះគឺអត់មានកាត់កន្ទុយទេកន្ទុយវានៅវែងអញ្ចឹងមកអញ្ចឹងតូចនេះដែលយើងយកចូលមកគឺដាក់ឲ្យវានៅជាមួយគ្នាបងប្អូនអញ្ចឹងថ្ងៃដំបូងគឺវាខំគ្នាបន្តិចដោយសារតែយើងអត់បានដាក់ថ្ងៃតែជាមួយគ្នាទេបាទអញ្ចឹងយើងបន្ថែមវាមកដាក់ចូលជាមួយគ្នាម្ដងដោយសារតែទ្រុងវាតូចផងចំណែក3ក្បាលដែលបងប្អូនឃើញពីខាងដើមមកវាឃើញធំជាងមុនយើងមកមើលមេសនេះម្ដងមេសនេះគឺឥឡូវវាស្រកពោះដូចវីដេអូខាងដើមហ្នឹង
វាពោះវាធំប៉ុន្តែឥឡូវគឺពោះវារាងស្រកតែគូតវាធ្លាក់សាច់រាងច្រើនជាងមុនឃើញថាសាច់គឺគូតវាធ្លាក់ច្រើនមែនតើនៅពេលដែលយើងលាយមេចំណីសម្រាប់ឲ្យវាស៊ី